សហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្សារទំនើបនិងក្រុមហ៊ុនភេទជ្ជៈនៅកម្ពុជាចុះអនុសារណៈនៃការយោគយល់គ្នាបង្កើតទីតាំងសម្រាប់បង្ហាញពីសិល្បៈក្បាច់គុនបុរាណខ្មែរដើម្បីបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិបានស្វែងយល់ពីក្បាច់គុនខ្មែររវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្សារទំនើបទីអតមនិងក្រុមហ៊ុនវឌ្ឍនៈរូបរីថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនឹងលើកស្ទួយគុនខ្មែរដែលជាសិល្បៈក្បាច់គុនជាតិនិងជាបេតិកភណ្ឌវប្បធម៌របស់កម្ពុជាភាពជាដៃគូនេះមិនត្រឹមតែជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការទេថែមទាំងជាទស្សនវិស័យដើម្បីលើកកម្ពស់គុនខ្មែរឲ្យកាន់តែខ្ពស់ទៅលើឆាកអន្តរជាតិថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025កន្លងទៅថ្មីនេះនេះផ្សារទំនើប Eon Mall មានជ័យឯកឧត្តមខើឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្សារទំនើប Eon Mall មានជ័យនិងក្រុមហ៊ុនវឌ្ឍនៈ Brewery លើការសហការរៀបចំមជ្ឈមណ្ឌលផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលក្បាច់គុនខ្មែរនៅក្នុងផ្សារទំនើប Eon Mall មានជ័យមានទីតាំងទំហំប្រមាណជាង500ម៉ែត្រការ៉េក្រោមការចូលរួមពីថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធមន្ត្រីបច្ចេកទេសគ្រូបង្វឹកកីឡាករកីឡាការិនីសមាជិកសមាជិកាភ្ញៀវកិត្តិយសជាច្រើនរូបទៀតអាយដាមខើឆាយបានមានប្រសាសន៍ថានេះជាទំព័រថ្មីមួយទៀតរបស់គុនខ្មែរដែលបានបោះជំហាននៅក្នុងការផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរទៅកាន់ភ្ញៀវជាតិនិងអន្តរជាតិបានទស្សនានឹងការស្វែងយល់អំពីក្បាច់គុនបុរាណខ្មែរសម្រាប់ភ្ញៀវដែលបានដើរលេងកម្សាន្តនាផ្សារទំនើប Eon 3នៅក្នុងពេលឆាប់ខាងមុខនេះការចាប់ដៃគ្នានេះចាប់ផ្ដើមឡើងពីការផ្ដល់ទីតាំងជាង500ម៉ែត្រការ៉េនៅក្នុងផ្សារទំនើប Eon Mall មានជ័យជូនទៅដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីរៀបចំកម្មវិធីផ្សេងៗនៅក្នុងការផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលគុនខ្មែរបែបទំនើបភាពជាដៃគូនេះមិនត្រឹមតែជានិមិត្តរូបនៅក្នុងការសហការគ្នានោះទេហើយថែមទាំងជាទស្សនវិស័យដើម្បីលើកកម្ពស់គុនខ្មែរឲ្យកាន់តែខ្ពស់ទៅលើឆាកអន្តរជាតិមជ្ឈមណ្ឌលនេះនឹងប្រើប្រាស់សម្រាប់បណ្ដុះបណ្ដាលនិងផ្លាស់ប្ដូរវប្បធម៌ការអភិវឌ្ឍអត្តពលិកនិងចូលរួមគាំទ្រពីសំណាក់មហាជនភ្ញៀវទេសចរជនបរទេសនិងយុវជនជំនាន់ក្រោយអាចមកចូលរួមសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រក្បាច់គុនបុរាណខ្មែរនៅទីនេះបាននេះឱកាសនោះផងដែរក្រោយពីពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរផ្សារទំនើប Eon Mall មានជ័យនិងក្រុមហ៊ុនភេទជ្ជៈរួចមកអាយដាមខើឆាយក៏បាននាំលោកគ្រូអ្នកគ្រូបង្វឹកក្រុមកីឡាករកីឡាការិនីគុនខ្មែរទៅទស្សនកិច្ចដោយផ្ទាល់នៅទីតាំងជាង500ម៉ែត្រការ៉េនៅក្នុងផ្សារទំនើប Eon Mall មានជ័យជូនទៅដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីរៀបចំកម្មវិធីផ្សេងៗក្នុងការផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលគុនខ្មែរបែបទំនើបនៅទីតាំងកម្មវិធីនេះផងដែរក៏មានការសម្ដែងគុនខ្មែរថ្វាយបង្គំគ្រូនិងការប្រកួតមិត្តភាពកម្រិតថ្នាល3គូសម្រាប់ជូនគណៈអធិបតីនិងភ្ញៀវកិត្តិយសទាំងអស់បានទស្សនាកម្សាន្តផងដែរបាទអរគុណបាទអរគុណណាស់បាទអរគុណ